มาแล้วโจสต็อกทำไมมาปีเครื่องจะได้บองพลมาประเภทโตโยต้าเรฟอร์มาชนามกายบอมเปิลให้อาคารคอยนุกายบอมบูนบ่าประเภทลานปองมวยปอกมาบองพลนะสะอาดได้บองพลนะบ่าแล้วลมอัดจูนบ่าแต่งปีนั่งเต็มรองบองพลนะบ่าตรงไหนบองพลคอซัวเฉินนะบ่าแต่ไล่ทูได้บองพลบ่าพอมีลมอัดชาโจเพย์บ่าหรือเตเลกรามบองพลบ่าหรือมวยกอมอทัวร์แต่ตัวบ่าตีตังบ่าខ្ញុំបាទនៅភ្នំពេញបាទក្រោយផ្សារប្រៃទាយើងហ្នឹងបងប្អូនណាបាទម្ដុំនឹងបលៀនយន្តហោះពោយតុងយើងហ្នឹងបងប្អូនបាទឥឡូវយើងមើលសាច់ដៃទ្វារបងប្អូនណាបាទសាច់ដៃទ្វារខាងមុខខាងស្ដាំខាងឆ្វេងបាទខ្ចីញ៉ាញ់បងប្អូនបាទខ្ចីញ៉ាញ់តែម្ដងបាទអត់មានបុកអត់មានប៉ះទេម៉ាស៊ីនប្រអប់លេខអេមបាទផិនភាកខាងក្នុងវិញបាទគឺថាអត់មានស្លេកអត់មានស្លកទេបងប្អូនបាទមើលជាក់ស្ដែងបងប្អូនណាបាទដូចនៅក្នុងការឡាយយ៉ាងបងប្អូនបាទបាទពុកកាមញ៉ៃស៊ីនបងប្អូនបាទអេមបងប្អូនណាបាទភ្លីស៊ីននៅទាំងអស់បងប្អូននេះបាទភ្លីស៊ីនបាទលេខកូដបាទលេខតែមបាទនៅមួយសេតតែម្ដងបងប្អូនបាទចៅខ្ចងក្លុកកលៀតបាទនិយាយរួមមួយឆ្ងាញ់មួយខ្ចីបាទតម្លៃធូបាទតម្លៃក្រោមទីផ្សារបាទក្លុកកលៀតបាទមួយអេមតែម្ដងបាទប្រើជាលក្ខណៈគ្រួសារបាទអេមឡាននេះបាទជីស្រួលបងប្អូនណាបាទជីស្រួលបាទម៉ាស៊ីនប្រអប់លេខអេមបាទធានាជូនបងប្អូនបាទបើថាវីដេអូមិនសូវច្បាស់មិនសូវទទួលបានច្បាស់ទេបងប្អូនបាទឆាតចូល Telegram មកខ្ញុំបាទនឹងលម្អិតរូបភាពបន្ថែមទៀតបងប្អូនណាបាទនេះអានេះបាទសាច់បាតវាបាទគាត់ថាខ្ចីបាទអត់មានពុកអត់មានច្រេះអត់មានកាត់តយទេបងប្អូនណាបាទមួយសេតតែម្ដងបាទអេមឯងបងប្អូនបាទនេះឆ្នាំ97បងប្អូនបាទឆ្នាំ97ហើយមកគ្រឿងខាងក្រោយនេះទៀតបាទប្រភេទ RAV4 ដូចគ្នាបងប្អូនបាទប្រភេទ Toyota RAV4 ឆ្នាំ99បាទសិតតែឡានស្អាតបងប្អូនណាបាទសិតតែឡានស្អាតបងប្អូនបាទនៅសនំអេមអញ្ចឹងបងប្អូនណាបាទហើយមើលសបកកង់បងប្អូនណាបាទសបកកង់នៅស្អាតយ៉ាន់ស្អាតបាទនិយាយរួមថ្មីខ្ចីមិនដែលជួបបងប្អូនណាបាទប្រភេទឡានសេរីចាស់ប៉ុន្តែមានគុណភាពបងប្អូនបាទសេរីចាស់មែនតែមានគុណភាពបាទស្អាតចឹងមកបងប្អូនបាទប្រើប្រាស់ស្រួលបងប្អូនបាទជិះផ្លូវចិត្តផ្លូវឆ្ងាយអេមឡាននេះបាទស៊ីសាំងតិចបាទពុនផ្លូវធូបាទពុនផ្លូវ100000បាទហើយ100គីឡូអីស៊ីថា6-7លីត្របងប្អូនអើយជិះមកអេមលក្ខណៈគ្រួសារបាទនេះទ្វារបងប្អូនបាទទ្វារក្រោយបាទផ្នែកទ្វារខាងក្រោយខាងឆ្វេងបងប្អូនអើយសាច់ដែកវិញខ្ចីញ៉ាញ់តែម្ដងបងប្អូនណាបាទអេមហ្នឹងបងប្អូនណាបាទលះយ៉ាងហ្មងគេណាបាទពុកតាមញ៉ៃស៊ីនបងប្អូនបាទអេមស្អាតបាទខ្ចីបាទនិយាយរួមសាច់ដែកស្អាតបាទខ្ជូតគូតខ្ចីបាទអេមបាទប្រភេទមេឡានតែម្ដងឆ្នាំ99បងប្អូនបាទចាប់អារម្មណ៍វឺតមកនេះបងប្អូនណាបាទគ្រឿងជួតាប់ឡូវិញមកអេមតែម្ដងបាទខ្ចីញ៉ាញ់បាទអត់មានស្លេកអត់មានស្លូតទេផ្នែកខាងលើបាទដបូលខាងលើខាងក្នុងបាទគឺថាអត់មានលហែកលហុយទក់ត្រង់ណាទេបងប្អូនណាបាទវឺតមកមុនបានមុនបងប្អូនណាបាទឥឡូវមកបង្ហាញផ្នែកប្លុកម៉ាស៊ីនបាទ Toyota RAV4 បាទឆ្នាំ99បងប្អូនបាទប្លុកម៉ាស៊ីនគឺថាអេមបងប្អូនណាបាទឥឡូវមើលផ្នែកថ្នាំសិនបាទមើលផ្នែកថ្នាំអាជុំបងប្អូនណាបាទអត់មានបុកអត់មានប៉ះទេបងប្អូនបាទគឺថានៅថ្មីតែម្ដងបងប្អូនណាបាទជើងបូមខាងមុខខាងស្ដាំបងប្អូនបាទគឺថានៅបជ្រុយបាទអាគុយនៅថ្មីបាទដេឆេអាគុយនេះខ្ញុំទំដោដាក់ថ្មីបងប្អូនណាបាទដាក់ថ្មីមកកុំឲ្យពុកម៉ែបងប្អូនយកទៅប្រើទុកចោល3-4ថ្ងៃមួយអាទិត្យពីត្រីអស់អាគុយឥឡូវដោដាក់អាគុយថ្មីតែម្ដងបាទបងប្អូនមើលប្លុកសិនមើលខ្ចីហ៎បាទអេមបាទប្រភេទឡាននេះបាទគឺប្រើប្រាស់ស្រួលបងប្អូនបាទបត់បែនតាមស្ថានភាពផ្លូវបងប្អូនណាបាទអត់មានបញ្ហាឡើងកម្ដៅអីទេបងប្អូនបាទម៉ាស៊ីនត្រជាក់អេមបាទម៉ាស៊ីនប្រអប់លេខវិញរត់ស្រួលបាទម៉ាស៊ីនអត់មានហុយអត់មានhơiទេបងប្អូនបាទត្រជាក់បាទនេះបងប្អូនណាបាទតបូនមុខឲ្យឡើងញើងតែម្ដងបងប្អូនបាទមានកាមញ៉ៃស្អំទៀតបាទស្អំកម្ដៅបាទមកឆ្ងាញ់ឲ្យបងប្អូនណាបាទឥឡូវយើងមកមើលបាតខាងក្រោមបន្ថែមទៀតសម្រាប់ Toyota បាទ RAV4 ឆ្នាំ99បាទបាតក្រោមខ្ចីញ៉ាញ់បងប្អូនណាបាទបាតក្រោមខ្ចីចឹង
បាទប្រភេទឡានប៉ុងមួយបងប្អូនណាបាទបាទឥឡូវមកបង្ហាញផ្នែកប្លុកម៉ាស៊ីនបាទប្រភេទ Toyota RAV4 ឆ្នាំ97វិញម្ដងបងប្អូនបាទឃើញទេបងប្អូនបាទឃើញថានៅលះនៅអេមនៅខ្ចីនៅសំណុំបងប្អូនបាទផ្នែកថ្នាំបាទនិយាយរួម99 97បាទផ្នែកថ្នាំមុខផ្នែកប្លុកម៉ាស៊ីននិយាយរួមមកតួឡានបាទប្រភេទមូលដូចគ្នាបងប្អូនណាបាទប្រភេទឡានមូលឡានអត់បុកអត់ប៉ះដូចគ្នាបាទធានាជូនលើម៉ាស៊ីនប្រអប់លេខឯកសារគ្រប់បងប្អូនណាបាទនៅលះដូចគ្នាតែម្ដងបងប្អូនបាទប្លុកម៉ាស៊ីនខ្ចីញ៉ាញ់បាទម៉ាស៊ីនអត់មានហើយអត់មានហុយអីទេបងប្អូនបាទបញ្ជាក់ជូនបងប្អូនណាបាទជើងបូមវិញបាទគឺថានៅបញ្ជ្រុយទាំងសងខាងបាទផ្នែកថ្ពាល់បាទឆ្វេងស្ដាំអត់មានទាន់ដោះដូរចំណុចត្រង់ណាទេបងប្អូនបាទប្រភេទឡានសំណុំបងប្អូនបាទតបូលមុខបាទខ្ចីញ៉ាញ់បាទអត់មានបុកអត់មានប៉ះអត់មានកលាប់កាត់តទេបងប្អូនបាទធានាជូនហើយខាងនេះវិញ01បងប្អូនបាទប្រុសម៉ៅទាំង3តែម្ដងបងប្អូនណាបាទប្រុសម៉ៅទាំង3បាទផ្នែក Toyota RAV4 បងប្អូនបាទស្អាតវឺតបងប្អូនបាទមកមុនបានមុនបាទឥឡូវមកបង្ហាញផ្នែកសាច់បាតបាទប្រភេទ Toyota RAV4 ឆ្នាំ97ឲ្យកាន់តែច្បាស់បាទនេះបងប្អូនអើយខ្ចីបាទអត់មានពុកអត់មានជ្រៀកអត់មានពុកអត់មានច្រេះសំបីបន្តិចបាទមកវឺតបងប្អូនណាបាទសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនបាទឆាតចូល page Telegram មកបងប្អូនណាបាទដាក់រូបបាទផិនភាគឲ្យមើលបន្ថែមទៀតបងប្អូនបាទឥឡូវវីដេអូខ្ញុំអត់សូវច្បាស់អត់សូវ smooth ចឹងណាបងប្អូនណាបាទ like មួយ share មួយបងប្អូនបាទ follow page ម្នាក់មួយផងបងប្អូនបាទដើម្បីទទួលបានព័ត៌មានឡានបាទល្អពីខ្ញុំបាទជារៀងរាល់ថ្ងៃពុកម៉ែបងប្អូនណាបាទអរគុណច្រើនពុកម៉ែបងប្អូនបាទសម្រាប់រាល់ការតាមដានបាទរាល់ការ review ឡានពីខ្ញុំបាទអរគុណច្រើនបាទអរគុណជម្រាបលាបាយជួបគ្នាវីដេអូក្រោយ